មហាជននុជាដក កុំបោះបង់ទោះនៅម្នាក់ឯងនៅក្នុងព្រះពុទ្ធសាសនាមានរឿងជាដកជាច្រើនដែលបង្រៀនមនុស្សឲ្យដឹងពីការអត់ធ្មត់ការខិតខំនិងសេចក្តីព្យាយាមមិនបោះបង់ក្នុងចំណោមរឿងជាដកទាំងនោះ មហាជននុជាដក គឺជារឿងមួយដ៏មានអត្ថន័យជ្រាលជ្រៅនិងប៉ះពាល់ចិត្តយ៉ាងខ្លាំងរឿងនេះបង្រៀនយើងថាមនុស្សម្នាក់ទោះនៅម្នាក់ឯងក៏ដោយបើមិនបោះបង់ក៏អាចឈានទៅរកជោគជ័យបានในសម័យបុរាណមានព្រះរាជាណាចក្រមួយឈ្មោះមិថិលាព្រះបាទដែលគ្រប់គ្រងរាជាណាចក្រនោះមានព្រះនាមថាព្រះបាទមហាជនុព្រះអង្គជាព្រះមហាក្សត្រដែលមានធម៌ស្រឡាញ់ប្រជាជនគ្រប់គ្រងដោយយុត្តិធម៌ប៉ុន្តែថ្ងៃមួយមានសត្រូវមកលុកលុយកងទ័ពសត្រូវមានអំណាចខ្លាំងព្រះបាទមហាជនុត្រូវបានចាញ់សង្គ្រាមក្នុងភាពវឹកវរនិងការបាត់បង់ព្រះអង្គត្រូវចាកចេញពីរាជាណាចក្រដោយគ្មានអ្វីនៅក្នុងដៃក្រៅតែជីវិតនិងសេចក្តីសង្ឃឹមកំណើតព្រះមហាជនុព្រះពោធិសត្វបន្ទាប់ពីព្រះបាទមហាជនុសោយទិវង្គតព្រះអគ្គមហេសីមានព្រះគភ៌ហើយបានប្រសូតបានព្រះរាជបុត្រាម្នាក់ព្រះរាជបុត្រានោះគឺជាព្រះពោធិសត្វដែលបន្ទាប់មកត្រូវបានគេហៅថាព្រះមហាជនុព្រះអង្គត្រូវធំឡើងដោយគ្មានរាជសម្បត្តិគ្មានព្រះបិតាគ្មានអំណាចគ្មានទ្រព្យសម្បត្តិប៉ុន្តែព្រះអង្គមានអ្វីមួយដ៏សំខាន់ជាងគេនោះគឺសេចក្តីអត់ធ្មត់និងការព្យាយាមមិនបោះបង់ព្រះមហាជនុចេញដំណើរស្វែងរកជោគវាសនាព្រះមហាជនុបានរៀនសូត្របានគិតពិចារណាជ្រាលជ្រៅព្រះអង្គដឹងថាបើរស់នៅដោយបោះបង់ជីវិតនឹងគ្មានតម្លៃដូច្នេះព្រះអង្គសម្រេចចិត្តថាចេញដំណើរតាមនាវាដើម្បីរកស៊ីនិងស្វែងរកអនាគតនាវានោះធ្វើដំណើរឆ្លងសមុទ្រធំសមុទ្រដ៏ធំទូលាយស្ងប់ស្ងាត់ប៉ុន្តែគ្រោះថ្នាក់នៅកណ្ដាលសមុទ្រមានខ្យល់កន្ត្រាក់មានរលកធំនាវាបែកខ្ទេចមនុស្សនៅលើនាវាភ័យស្លន់ស្លោខ្លះយំខ្លះស្រែកខ្លះបោះបង់ខ្លួនឯងមនុស្សជាច្រើនលង់ទឹកស្លាប់នៅសល់តែមនុស្សម្នាក់ហែលទឹកនៅកណ្ដាលសមុទ្រគ្មានដីគ្មាននាវាគ្មានអ្នកជួយមនុស្សនោះគឺព្រះមហាជនុការតស៊ូរបស់ព្រះមហាជនុព្រះមហាជនុហែលទឹកមួយថ្ងៃ2ថ្ងៃ3ថ្ងៃរាងកាយនឿយហត់កម្លាំងស្ទើរតែអស់ប៉ុន្តែព្រះអង្គមិនបោះបង់ព្រះអង្គគិតថាបើខ្ញុំបោះបង់ខ្ញុំស្លាប់ភ្លាមៗបើខ្ញុំតស៊ូទោះស្លាប់ក៏ស្លាប់ដោយមិនស្ដាយព្រះអង្គហែលទឹកបន្តទោះគ្មានអ្នកណាមើលឃើញទោះគ្មានអ្នកណាសរសើរនេះហើយជាសារសំខាន់ការខិតខំមិនចាំបាច់មានអ្នកឃើញតែត្រូវធ្វើដើម្បីឲ្យខ្លួនឯងមិនស្ដាយនៅថ្ងៃក្រោយសេចក្តីខិតខំរបស់ព្រះមហាជនុបានប៉ះពាល់ដល់ទេវតាទេវតានៃសមុទ្របានឃើញការតស៊ូនេះនាងសួរថាអ្នកនៅម្នាក់ឯង
មិនដឹងថានឹងទៅដល់ដីឬអត់ហេតុអ្វីមិនបោះបង់ព្រះមហាជំនួសឆ្លើយថាបើខ្ញុំបោះបង់ខ្ញុំបរាជ័យភ្លាមបើខ្ញុំមិនបោះបង់ទោះមិនដល់ក៏មិនស្ដាយនាងមណីមេខ្លាបានយកព្រះអង្គទៅដាក់លើដីគោកជោគជ័យក្រោយការមិនបោះបង់ក្រោយមកព្រះមហាជំនួសបានក្លាយជាព្រះមហាក្សត្របានយករាជាណាចក្រមិថិលាវិញព្រះអង្គគ្រប់គ្រងដោយធម៌ដោយបទពិសោធន៍នៃការតស៊ូនិងការមិនបោះបង់ព្រះអង្គដឹងថាជីវិតមនុស្សអាចធ្លាក់ដល់កម្រិតណាក៏បានតែបើចិត្តមិនបោះបង់ជីវិតអាចឡើងវិញបានជានិច្ច មហាជននុជាដក មិនមែនជារឿងអតីតកាលប៉ុណ្ណោះទេប៉ុន្តែជាកំចកឆ្លោះជីវិតយើងពេលអ្នកនៅម្នាក់ឯងពេលគ្មានអ្នកយល់ពេលគ្មានអ្នកជួយពេលជីវិតដោយសមុទ្រធំសូមចងចាំថាកុំបោះបង់ប្រក់ថាយើងមិនដឹងថាការហែលទឹកជំហានបន្ទាប់អាចជាជំហានទៅរកដីគោកការខិតខំមិនមែនធ្វើដើម្បីឲ្យអ្នកដទៃឃើញប៉ុន្តែធ្វើដើម្បីឲ្យខ្លួនឯងមិនស្ដាយនៅថ្ងៃក្រោយ មហាជននុជាដក បង្រៀនយើងថាកុំបោះបង់ទោះនៅម្នាក់ឯងក៏ដោយ